តើមានអ្វីនៅពីក្រោយការសរសេរកូដរបស់ Senior Software Developer ដែលធ្វើឲ្យកូដរបស់គាត់ clean ហើយនិង reusable អញ្ចឹងនៅថ្ងៃនេះដែរគឺខ្ញុំនឹងលើកឡើងនៅ topic មួយដែល Software Developer មួយចំនួនគឺគាត់តែងតែមើលម្លងអញ្ចឹង topic ហ្នឹងគឺតាក់ទងជាមួយនឹង Design Pattern Design Pattern គឺជាវិធីសាស្ត្រមួយយ៉ាងដែលគេប្រើប្រាស់នៅក្នុង coding យើងដើម្បីដោះស្រាយជាមួយនឹងបញ្ហាហើយគឺគេហៅវាថាជា reusable solution យើងអាចគិតវាប្រៀបបានទៅនឹង blueprint មួយមិនមែនជាកូដទេតែជា blueprint ដើម្បីឲ្យយើងអាចរៀបចំ structure និងដោះស្រាយបញ្ហាណាមួយបានមានមូលហេតុ4យ៉ាងដែលធ្វើឲ្យ design pattern វាមានសារៈសំខាន់នៅក្នុង software development ទី1ហ្នឹងគឺតាក់ទងជាមួយនឹង reusability អញ្ចឹងនៅពេលដែលគ្រាញធ្វើការបង្កើតជាមួយនឹង template ឬក៏ blueprint ហ្នឹងហើយម្ដងពេលដែលមានបញ្ហាណាមកក្រោយទៀតយើងអាចប្រើជាមួយនឹង blueprint មួយហ្នឹងបានគឺយើងអាចចាំបាច់ត្រូវធ្វើការ reinvent វាដូច្នេះវានឹងជួយ save time យើងពីការធ្វើម្ដងហើយម្ដងទៀតទី2គឺតាក់ទងជាមួយនឹង team communication គឺបើសិនជាសមាជិកក្នុងក្រុមរបស់យើងគឺដឹងទាំងអស់គ្នាពី design pattern បើសិនជាក្នុងនោះមានសមាជិកម្នាក់គាត់លើកឡើងថា let's use singleton ដូច្នេះធ្វើឲ្យ team ទាំងអស់គឺនឹង understand ថាតើគាត់កំពុងចង់និយាយពីអីហើយគាត់ចង់ដោះស្រាយបញ្ហាហ្នឹងដោយប្រើប្រាស់វិធីអ្វី Nice ទី3គឺតាក់ទងជាមួយនឹង maintainability បើសិនជាគ្នាយើងធ្វើការ implement ជាមួយនឹង design pattern វានឹងធ្វើឲ្យកូដរបស់យើងគឺងាយស្រួលក្នុងការ update ហើយក៏ងាយស្រួលក្នុងការ debug ដូចគ្នា design pattern នេះដែរក៏ចែកចេញជា3ផ្នែកធំៗគឺមានដូចជា creational pattern structural patterns ហើយជាមួយនឹង behavioral pattern អញ្ចឹងបើសិនជាអ្នកទាំងអស់គ្នាចង់ឲ្យខ្ញុំធ្វើវីដេអូតាក់ទងជាមួយនឹង design pattern មួយ deep dive ទៅលើវាទៀតអាច comment នៅខាងក្រោមនៃវីដេអូមួយនេះបាន so see you guys later